តបាជាសួរបងប្អូនបាទថ្ងៃបងប្អូនទៅកាត់បានមកស្តុកថ្មីមកក្របទៀតហើយបាទម៉ាស៊ីនគឺជាប្រភេទបាទម៉ាស៊ីន Ortisit បាទ140បាទនៅសនំស៊ីនជាមួយនឹងប្រអប់លេខបាទ NCX បាទ020បាទនៅសនំស៊ីននេះគ្នាសម្រាប់ម៉ាស៊ីននឹងប្រអប់លេខនេះបាទគឺធានាជូនតែម្ដងបាទម៉ាស៊ីនអត់មានតន់ដោះកន្លែងណាទាំងអស់ប្រអប់លេខអត់មានតន់រើរុះកន្លែងណាទាំងអស់ហើយសម្រាប់ទឹកថ្នាំគឺយើងធានាជូនបាទស៊ីនមួយជុំទាំងអស់តែម្ដងបាទនេះហើយសម្រាប់កន្លះកង់គឺនៅ 80% បងប្អូនជាមួយនឹងយិនឡានហើយស្រេចបាទមែនទេបាទតម្លៃវាធូរថ្លៃបងប្អូនបាទតម្លៃវាត្រឹមតែ5លានជាងទេបាទ5លានជាងបងប្អូនមកម៉ាស៊ីនសំណុំប្រអប់លេខសំណុំសេរីថ្មីកង់កស៊ូនៅ 80% ជាមួយនឹងយ៉ានឡានហើយទៀតឥឡូវយើងមកមើលបាទផ្នែកខាងជាងម៉ាស៊ីនបន្តិចបងប្អូនបាទនេះអត់ដែរដោះទេបងប្អូនមកសាច់ថ្នាំគឺនៅស្អាតមែនទេបាទនេះមែនទេបាទជាមួយនឹងប្លុងសបាទក៏ដែរដូរដូចគ្នាបាទនៅសំណុំស៊ីនទាំងអស់វាតែម្ដងបាទហើយស្រាប់ស្ទះមុខបាទក៏អត់ដល់ដូចគ្នាបាទនៅសំណុំស៊ីនទាំងអស់តែម្ដងបាទហើយស្រាប់ក្បាលកន្លះអត់មានតន់ដោះទេបាទស្នាមខ្ចៅបិចក៏ដូចជាខ្ចៅប្រឡងក្បាលកន្លះបាទអត់មានដែររើរុះសូមបីតែម្ដងបងប្អូនសម្រាប់ប្រអប់លេខវិញបាទនៅកាវស៊ីនទាំងអស់តែម្ដងទឹកថ្នាំគឺនៅស៊ីនបាទសភាពវានៅប៉ុណ្ណឹងបាទនេះចកេះសាក់ស៊ីបាទនៅអេមបាទផ្លូវបាទនៅស្អាតមែនទែនទឹកថ្នាំបាទចាប់ភ្លើងចាប់អីនៅអេមមែនទែនបាទនេះស្រាប់រូបរាងដៃបាទទឹកថ្នាំគឺនៅភ្លឹងតែម្ដងបាទយើងឲ្យបងប្អូនមកមើលចិត្តតែម្ដងបាទហើយសម្រាប់បាទតម្លៃបាទដៃ NCX បាទជាមួយនឹងម៉ាស៊ីនកូនកាត់បាទ Ortisit 140នេះសំណុំស៊ីនទាំងដៃសំណុំស៊ីនទាំងម៉ាស៊ីនទឹកថ្នាំក៏សំណុំស៊ីននេះតម្លៃវាធូរថ្លៃមែនទេបងប្អូនបាទតម្លៃត្រឹមតែ5លានជាងទេបាទត្រឹមតែ5លានជាងទេបងប្អូនទទួលបានជាមួយនឹងឈុតបាទផាកង់ដៃទៅតែម្ដងបាទបញ្ជាក់បងប្អូនបាទមានផាលមានកង់ដៃបាទឈុតធំបាទតម្លៃត្រឹមតែ5លានជាងទេបាទបាទធានាជូនបាទអញ្ចឹងបើសិនបងប្អូនមានចំណាប់អារម្មណ៍បាទចង់បានបាទឈុតបាទ5លានជាងមានផាលមានកង់ដៃម៉ាស៊ីនសំណុំបាទប្រអប់លេខសេរីខ្ពស់កង់នៅ 80% យ៉ាន់ឡានបងប្អូនអាចមើលឈុតនេះបានបាទបើសិនបងប្អូនបាទចង់ស្ដាប់សលេងបងប្អូនអាចឆាតជួបពេកបាទហុកលឹមលោកគូយន្តមកទឹកសាខាស្រុកមួយយើងខ្ញុំបានខ្ញុំបាទនឹងបញ្ជាក់បាទសលេងម៉ាស៊ីនបាទជូនបងប្អូនតែម្ដងហើយសម្រាប់បងប្អូនដែលគាត់ចង់ឡើងមកមើលបាទដល់ទីតាំងក៏បានដូចគ្នាបាទសម្រាប់ទីតាំងបងប្អូនគឺថានៅតាមបណ្ដោយផ្លូវជាតិលេខ5បាទនៅទល់មុខនៅរោងម៉ាស៊ីនតង់ភីបនៅភូមិពពីឃុំគាស្រមោលរិស័យខេត្តបាត់ដំបងតតែម្ដងអញ្ចឹងបើសិនបងប្អូនចង់បានបាទគូយន្តមកទឹកបាទស្អាតនៅខ្ចីបាទតម្លៃរៀងធូរថ្លៃបងប្អូនមកកំភ្លេចជាមួយនឹងហាងបាទហុកលឹមលោកគូយន្តមកទឹកសាខាសឹកម៉ូអញ្ចឹងជាបាទអរគុណបងប្អូន